उतना ही दुख है जितनी रातें उतनी भोर कहीं खुशी आनंद उल्लास है कहीं है दुख की घटा घन घोर कहीं है दुख की घटा घन घोर महादेवी យើងនឹងចាក់ចេញទៅនគរដៀវតាក្នុងពេលឆាប់ៗនេះហើយព្រះមេយើងមិនចង់ទៅទីក្រុងដៀវតាទេប្រជាបាទីយើងចង់ទៅទីក្រុងកបិលភៈវិញពិតជាប្រពៃណាស់ម្ចាស់បងយើងទៅក្រុងកបិលភៈវិញទៅខ្ញុំម្ចាស់នឹងរៀបចំធ្វើពិធីនេះកុំអីប្រជាបាទីយើងមិនទៅម្នាក់ឯងនោះទេ ខ្ញុំមិនចាំមិនអន្តរាបងយើងតអង្គឯងទេយើងនឹងទៅទីក្រុងកបិលភៈជាមួយនឹងព្រះអង្គប៉ុន្តែទ្រង់កំពុងទ្រង់ចាំយើងនៅឯទ្វារក្រុងកបិលភៈណាព្រះមេម្ចាស់ទ្រង់ពិតជាចាញ់មករកយើងក្នុងពេលឆាប់ៗនេះទ្រង់ប្រកាសជាយើងមកដល់ឥឡូវនេះហើយសូមព្រះអភ័យមហាទេវីខ្ញុំម្ចាស់មានដំណឹងល្អមកថ្វាយព្រះមហាទេវីព្រះអង្គនឹងយើងមកទីនេះនៅឯព្រៃលំភិនីក្នុងពេលឥឡូវនេះហើយម្ចាស់បងទ្រង់កំពុងតែយើងមកជាមួយនឹងព្រះអនុជរបស់ទ្រង់ម្ចាស់បងបានធ្វើឲ្យទ្រង់សប្តិណាស់ហើយក្នុងប្រទេសរបស់ទ្រង់សប្បាយណាស់ឈប់បាច់ជាម្ចាស់បងទៅម្ចាស់អូនឆាប់ទៅរៀបចំពិធីទទួលស្វាគមន៍ព្រះអង្គទៅពិតជាប្រសើរណាស់អ្វីគ្រប់យ៉ាងរួចរាល់ហើយម្ចាស់បងម្ចាស់អូនតបតែងខ្លួនឲ្យបានស្អាតបាតទៅរកព្រះអង្គទៅគឺដើម្បីឲ្យព្រះអង្គសប្បាយប្រកៃព្រះមេម្ចាស់សូមរីករាយផងដែលយើងមកទទួលព្រះអត្រាសូមបំភ្លេចព្រះរាជបញ្ជានេះចោលទៅហើយត្រូវនាំយើងទៅជួបព្រះរាជកុមារពីព្រោះថាយើងតែសារចង់បានជាច្រើនឆ្នាំមកហើយរាជបុត្ររបស់យើងនៅណាដែរព្រះមហារាជនីជប់សិនព្រះពរព្រះរាជកុមារទើបតែប្រសូតមកថ្មីក្នុងព្រះរាជវាំងធ្វើឲ្យអ្នករកគ្នាសពតិចំពោះព្រះរាជកុមារណាខ្ញុំម្ចាស់មានអារម្មណ៍ថាចង់បានរបស់ម្យ៉ាងពីព្រះអង្គយើងគ្មានអ្វីប្រទានឲ្យម្ចាស់អូនទេក្រៅពីពាក្យសន្យាជាមួយនឹងម្ចាស់អូនចង់សុំអ្វីក៏បានដែរឲ្យតែម្ចាស់អូនចង់បានយើងសន្យាព្រះពោស្ដេចយើងបងសូមអបអរមហាទេវីដែលប្រសូតបានបុណ្យម្ចាស់អូនយ៉ាងម៉េចហើយខ្ញុំម្ចាស់មានអារម្មណ៍មិនល្អទេព្រះពរប៉ុន្តែពេលនេះមិនអីទេជីវិតរបស់ខ្ញុំម្ចាស់នឹងខ្លាចទៅជាមានន័យហើយឯណាប្រជាបតិមហាទេវីមានភាពសោកសៅដែរទេបន្ទាប់ពីប្រសូតបានព្រះបុត្រាព្រះអាចនឹងជួលមហាទេវីបន្ទាប់ពី30ថ្ងៃក្រោយដូច្នេះបើកពីយើងទោះទាយទៅយើងពិតជាមិនយល់អំពីការទោះទាយទៅនោះទេមហាទេវីបងពិតជាមិនយល់មែនដូច្នេះចាំខ្ញុំម្ចាស់ជួយបញ្យល់មានជំនឿថាបើមហេសីខ្សោយព្រះកាយបន្ទាប់ពីប្រសូតបរួចនោះព្រះស្វាមីចង់នៅជាមួយមហេសីយ៉ាងខ្លាំងដើម្បីបង្ការព្រះមហេសីពីបញ្ហារបស់មហេសីទ្រង់ហើយត្រូវឲ្យព្រះបិតាចងជាប់ជាមួយនឹងបុត្ររបស់ខ្លួនព្រះបិតានិងបុត្រគួរតែនៅឲ្យឆ្ងាយពីព្រះបិតាអស់រយៈពេល30ថ្ងៃនោះហើយជាអ្វីដែលផ្នែកវិទ្យាសាស្ត្រនិងប្រមាញ់ទាយថាលើឆ្ងាយល្អណាស់តែយើងមិនអនុញ្ញាតឲ្យជួបបុត្រនោះទេតែយ៉ាងហោចណាស់ក៏យើងអាចប៉ះបុត្រារបស់យើងបានដែរបានព្រះពរព្រះអង្គតតឃើញដែរទេព្រមញ្ញបានទូទាយពីអនាគតទុកជាមុនទៅហើយវេសយៈមើលអំពីលក្ខណៈម្រាមដៃទូទាយថាទរុមានជើងលេខល្អណាស់ប៉ុន្តែក្សត្រិយៈមើលអំពីលក្ខណៈកដៃរបស់ទារុហើយដូច្នេះហើយប្រជាបតិរកមើលនៅកន្លែងកដៃដែលខ្លាំងក្លារបស់គេ
ជាបរិបទព្រះអង្គកែងនឹងឈ្នះលើលោក គឺជាគេ គឺជាគេ ព្រះនាងមិនបានបើកទ្វារតាំងពីព្រឹកម្លេះព្រះពរ